សូមស្វាគមន៍មក Page A&M សម្រាយរឿងជីវិតកសិករនៅក្នុងពិភពលោកមួយផ្សេងទៀតរដូវកាលទី1គៀកទី2ខ្ញុំគិតថា Ben Penyama មិនសូវចូលចិត្តពន្លឺព្រឹកទេខ្ញុំគិតថាវានឹងធ្វើឲ្យពន្លឺនៅបន្តសម្រាប់រយៈពេលមួយតើអ្នកពិសេសអំពីការមិនប្រើអំបិលមែនទេទេមិនមែនបែបនោះទេនៅទីនេះភាគច្រើនគឺអំបិលបើអ្នកដាំទឹកអ្នកអាចបំបត្តិអំបិលបានអូនេះតើអ្នកទើបតែដាំវាមែនទេអូតាមពិតទៅខ្ញុំចូលចិត្តតែបន្លែដែលអ្នកធ្វើប៉ុន្តែខ្ញុំចង់ផឹកតែបៃតងលើកនេះមានអ្វីទៀតសូមអភ័យទោសសូមជួយខ្ញុំផងលឺស៊ីអូអ្នកនៅទីនេះហើយលឺស៊ីខ្ញុំមិនជឿថាអ្នករត់ចូលព្រៃនេះទេតែប៉ុណ្ណោះអ្នកនេះជានរណាគាត់ជាប្តីខ្ញុំប្តីអ៊ំខ្ញុំឈ្មោះ Hirakide ប្តីខ្ញុំឈ្មោះ Shia ដូចដែលអ្នកឃើញខ្ញុំជាសមាជិកនៃជនជាតិ Denshizokao នេះគឺមិនសមរម្យទេអ្នកប្រមាញ់រង្វាន់ម្នាក់ពួកគេហាក់ដូចជាសម្របសម្រួលគ្នាបានល្អណាស់នោះហើយហេតុផលដែលខ្ញុំមកទីនេះដើម្បីគេចផុតពីជាខ្ញុំមិនធ្លាប់និយាយអ្វីដែលធ្វើឲ្យខ្ញុំមើលទៅខ្សោយទេទោះយ៉ាងណាអ្នកចង់រស់នៅទីនេះដែរឬទេខ្ញុំអាចនាំអ្នកទៅមើលស្រែបានហេនេះគឺស្រែមានបន្លែជាច្រើននៅទីនេះហើយមានជ្រូកមួយខ្ញុំនឹងចាប់ផ្ដើមប្រមូលផលឥឡូវនេះអ្នកនឹងធ្វើអ្វីទាំងអស់នេះមែនទេបាទតើខ្ញុំត្រូវធ្វើការនៅស្រែផងដែរឬវាធ្ងន់ណាស់អ្នកចង់សាកល្បងទេវាឆ្ងាញ់ណាស់វាពិតជាល្អណាស់ដែលអាចប្រមូលបានច្រើនប៉ុន្តែការប្រមូលគឺពិបាកវាឆ្ងាញ់ផ្លែស្ប៊ឺរេទាំងនេះផ្អែមហើយពួកវារស់នៅជាមួយខ្ញុំមិនអាចធ្វើវាតែម្នាក់ឯងបានទេអ្វីជាអ្នកមើលទៅសំស្របណាស់នៅក្នុងស្រែ Hirakio ហេតុអ្វីមិនដាំស្ប៊ឺរេបន្ថែមទៀតខ្ញុំចង់បានមនុស្សច្រើនទៀតបើអ្នកដាំច្រើនពេកអ្នកប្រហែលជាមិនអាចញ៉ាំអស់ទេយល់ព្រមឆ្កែទាំងនោះឥឡូវคล้ายជាគ្រួសារធំមួយហើយឥឡូវនេះខ្ញុំគិតថាផ្ទះតូចនោះតូចពេកវាដូចជាគោជ្រូកប៉ុន្តែមិនអាក្រក់ទេខ្ញុំគិតបែបនោះខាងម្ខាងទៀតក្មេងនៅលើពុកអ្វីពួកគេចេញដំណើរជាមួយខ្យល់ខ្ញុំនឹងចេញក្រៅបន្តិចផងដែរដើម្បីអ្វីខ្ញុំមិនដឹងទេខ្ញុំនឹងត្រឡប់មកវិញឆាប់នេះពីរបីថ្ងៃក្រោយមកដោយដែលរូបាននិយាយជាបានត្រឡប់មកវិញខ្ញុំឈ្មោះ Rea ខ្ញុំឈ្មោះ Leaf ខ្ញុំឈ្មោះ Record តែខ្ញុំឈ្មោះ Rise យើងមានឈ្មោះស្រដៀងគ្នាព្រោះយើងជាគូភ្លោះពិតប្រាកដណាស់ពួកគេមានរឿងរ៉ាវគួរឲ្យសោកស្ដាយខ្ញុំបានរស់នៅក្នុងព្រៃអស់រយៈពេលយូរសូមមេត្តាខ្ញុំអាចជួយការងារបានខ្ញុំនៅកំពូលប៉ុន្តែវាតិចជាង400បន្តិចអ្នកគិតយ៉ាងដូចម្ដេចមិនល្អទេអរគុណហើយអាំងមូទឹករ៉េនិងខ្ញុំចង់រស់នៅជាមួយមនុស្ស7នាក់ដូច្នេះយើងសម្រេចចិត្តសាងសង់ផ្ទះធំមួយអ្នកអាចរៀនពីរបៀបធ្វើអង្រឹងបានផងដែរបន្ទាប់ពីប្រហែល10ថ្ងៃវាបានបញ្ចប់យេប្រហែលជាគួរធ្វើអង្រឹងថ្មីមួយនេះគឺជាកន្លែងដែលមនុស្សទាំងអស់ធ្វើការនិងញ៉ាំអាហារជាមួយគ្នាកន្លែងបើកចំហមានខ្យល់ល្អពន្លឺគឺជាពន្លឺវេទមន្តខ្ញុំសង្ឃឹមថាកន្លែងនេះនឹងក្លាយជាទីកន្លែងសុវត្ថិភាពសម្រាប់ពួកគេមនុស្សគ្រប់គ្នាហាក់ដូចជាស្គាល់ជីវិតនៅទីនេះរួចហើយខ្ទឹមថ្មីព្រៃនិយាយអំពីអែលពួកគេរស់នៅជាមួយធម្មជាតិតើអ្នករស់ដោយគ្មានប្រើភ្លើងយ៉ាងដូចម្ដេចខ្ញុំគេងជាមួយភ្លើងហើយរស់នៅជាមួយភ្លើងកុំមើលងាយធម្មជាតិខ្ញុំនឹងធ្វើការជីក្រែដើម្បីថែទាំពួកគេយើងសម្រេចចិត្តបង្កើតភ្លើងតាមការណែនាំរបស់រ៉េវ៉ាអស្ចារ្យណាស់ចំពោះអ្វីដែលយើងមិនអាចធ្វើបានពីមុនតើយ៉ាងដូចម្ដេចអំពីអាហារខ្ញុំរីករាយណាស់ដែលរ៉េនិងអ្នកដទៃបានមកសូមអភ័យទោសខ្ញុំបានឃើញវាលស្រូវមួយនៅទីនោះបើអ្នកមិនអីទេខ្ញុំចង់ដុតនំប៉័ងរសជាតិនំប៉័ងថ្មីពិតជាពិសេសណាស់ខាងក្នុងផើងនោះគឺជាអាងដុតធម្មជាតិបន្តិចយឺតបន្តិចប៉ុន្តែដីនេះជារបស់អ្នកណាខ្ញុំគិតថាជារបស់ស្ដេចអារ៉ាបើអ្នកជាមនុស្សដែលបានកសាងទីនេះនោះវាជាទឹកដីរបស់អ្នកហើយរ៉ាគឺភ្ញាក់ផ្អើលយ៉ាងខ្លាំងវាមិនមែនជារឿងធម្មតាទេហើយដំណាំទាំងនេះតែវាដុះក្រាស់យ៉ាងភ្ញាក់ផ្អើលនៅខាង